តើប្រាក់ដុល្លារឡើងថ្លៃឬចុះថោកអាចនឹងប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសូមជម្រាបសួរអស់លោកស្រីជាទីមេត្រីថ្ងៃនេះជួបជាមួយខ្ញុំធីរុំសូមលើកយកប្រធានបទដ៏ពិសេសមួយថាតើប្រាក់ដុល្លារឡើងថ្លៃឬចុះថោកអាចនឹងប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងបាទប្រទេសកម្ពុជាគឺជាប្រទេសដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរូបិយប័ណ្ណ2គឺប្រាក់រៀលដែលជារូបិយប័ណ្ណជាតិនិងប្រាក់ដុល្លារអាមេរិកបើយោងតាមរបាយការណ៍ពីស្ថាប័នមូលនិធិអន្តរជាតិ IMF បានឲ្យដឹងថាលំហូរប្រាក់ដុល្លារក្នុងទសវត្សរ៍1990បានហូរចូលក្នុងប្រទេសកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ជាពិសេសនោះក្នុងសម័យអ៊ុនតាក់ដែលជាហេតុធ្វើឲ្យប្រាក់ដុល្លារមានអនុភាពខ្លាំងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្របពេលដែលប្រជាជនកម្ពុជាមានទំនុកចិត្តលើរូបិយប័ណ្ណលេខ1នេះខ្លាំងជាងរូបិយប័ណ្ណក្នុងស្រុកផងដែរកាលពីសម័យនោះឥទ្ធិពលនៃរូបិយប័ណ្ណដុល្លារអាមេរិកនៅតែជាក្រដាសប្រាក់សំខាន់មកដល់ពេលបច្ចុប្បន្ននេះតាក់ទងនឹងការចាយវាយក្នុងស្រុកវិនិយោគជាពិសេសនោះការដោះដូរពាណិជ្ជកម្មក្រៅប្រទេសបើទោះបីជាយ៉ាងនេះក្តីបំរែបំរួលប្រាក់ដុល្លារក៏មានផលវិជ្ជមាននិងអវិជ្ជមានមួយចំនួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរតើប្រាក់ដុល្លារឡើងថ្លៃឬចុះថោកអាចនឹងប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាការវិភាគប្រាក់ដុល្លារឡើងថ្លៃនិងចុះថោកមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោកនិងលើប្រទេសដែលប្រើប្រាស់ប្រាក់ដុល្លារដូចជាកម្ពុជាជាដើមនៅពេលប្រាក់ដុល្លារឡើងថ្លៃមានគុណសម្បត្តិដូចជាការនាំចូលទំនិញបានថោកជាងមុនដោយសារអំណាចប្រាក់ដុល្លារខ្លាំងដែលអាចទិញទំនិញបានច្រើនជាងមុនដូចគ្នានិងអាចជាកត្តារួមផ្សំបញ្ជានៅអតិផរណាមិនឲ្យកើនឡើងក្នុងស្រុកផងដែរផ្ទុយមកវិញការឡើងថ្លៃប្រាក់ដុល្លារក៏នឹងប៉ះពាល់ទៅលើការប្រាក់នៃកម្ចីបរទេសផងដែរចុះបើសន្ទុះប្រាក់ដុល្លារចុះថ្លៃវិញនឹងប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចគុណសម្បត្តិដ៏សំខាន់នោះគឺបំណុលបរទេសដែលត្រូវសងត្រឡប់ទៅវិញនោះគឺនឹងថោកជាងមុនហើយក៏នឹងធ្វើឲ្យប្រាក់រៀលឡើងថ្លៃជាមុនដូចគ្នាដែរដែលជាកត្តាជំរុញឲ្យប្រជាពលរដ្ឋប្ដូរមកកាន់ប្រាក់រៀលច្រើនជាងមុនដូចគ្នាផលអវិជ្ជមាននៅពេលដែលប្រាក់ដុល្លារធ្លាក់ថ្លៃនោះគឺត្រូវចំណាយថ្លៃដើមខ្ពស់សម្រាប់ទិញទំនិញក្រៅប្រទេសដោយប្រើបរិមាណលុយដុល្លារច្រើនជាងមុនហើយកត្តានេះអាចនឹងបង្កឲ្យតម្លៃទំនិញឡើងថ្លៃផងដែរបាទសូមអរគុណបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ